ឆ្នាំនេះគឺជាឆ្នាំនៃមេរៀនគ្រប់យ៉ាងទាំងអស់ដែលបានឆ្លងកាត់ប៉ុន្តែខ្ញុំបានចំណាយពេលបន្តិចដើម្បីសម្លឹងមកខាងក្រោយអ្វីដែលខ្ញុំសម្រេចបានហើយខ្ញុំពិតជាអរគុណខ្លួនឯងមែនទែនដែលបានឆ្លងកាត់រាល់ឧបសគ្គទាំងឡាយឆ្នាំ2025នេះខ្ញុំបានវិនិយោគទៅលើរឿង3ទី1ខ្ញុំបានវិនិយោគទៅលើការងាររបស់ខ្ញុំធ្វើការអីក៏ដោយខំប្រឹងឲ្យអស់ពីលទ្ធភាពកុំឲ្យស្ដាយក្រោយទោះចេះក៏ត្រូវខិតខំប្រឹងរៀនបន្ថែមទៀតដើម្បីអភិវឌ្ឍនិងកសាងសមត្ថភាពខ្លួនឯងឲ្យខ្លាំងនៅក្នុងសង្គមដ៏ប្រកួតប្រជែងមួយនេះទី2ខ្ញុំបានទិញឡានមួយគ្រឿងដែលជារបស់ចាំបាច់បំផុតនៅក្នុងវ័យនេះបើទោះបីជាមិនសល់អីច្រើនក៏ដោយយ៉ាងហោចណាស់សល់ឡានមួយដើម្បីជិះដេញតាមក្តីសម័យបន្ថែមទៀតរបស់យើងដែរទោះបីជាមិនសូវថ្លៃណាស់ណាតែវាជាញើសឈាមដែលយើងខិតខំប្រឹងប្រែងរាប់ឆ្នាំហើយខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាខិតខំរហូតទទួលបានជោគជ័យនៅក្នុងជីវិតរបស់យើងរឿងទី3ខ្ញុំបានវិនិយោគទៅលើរឿងសុខភាពផ្លូវកាយនិងផ្លូវចិត្តខ្ញុំបានដាក់ការថែរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ខ្ញុំនៅក្នុង To-do list ការងារដែលខ្ញុំត្រូវធ្វើប្រចាំថ្ងៃដែលคล้ายទៅជាទម្លាប់ដែលមិនអាចខ្វះបានហើយនេះជារឿងដែលសំខាន់បំផុតដែលមនុស្សមួយចំនួនមើលរំលងសុខភាពផ្លូវកាយនិងផ្លូវចិត្តខ្ញុំឆ្នាំនេះអាចនិយាយបានថាល្អជាងឆ្នាំមុនពេលដែលយើងដឹងពីរបៀបនៅក្នុងការការពារវាកុំខំប្រឹងរកលុយរហូតដល់ភ្លេចមើលថែសុខភាពរាងកាយរបស់ខ្លួនឯងចុងក្រោយពេលមានបញ្ហាទើបដឹងថាទោះរកលុយបានច្រើនប៉ុណ្ណាក៏ដោយក៏ចំណាយនៅក្នុងពេលដ៏ខ្លីមួយដែរហើយយើងនឹងស្ទើរតែបាត់បង់អ្វីៗគ្រប់យ៉ាងអញ្ចឹងបើអ្នកទាំងអស់គ្នាចង់វិនិយោគលើខ្លួនឯងអាចគិតអំពីចំណុចទាំង3នេះបាន